thế bao con món đó nhom vậy khóc dùng vọt hạ đếnจะ lòng thì sao tập phát vi mà máy tí hồn đọcไปยังโยมมาไม่ตีกดในเวียดนามทำในไอ้ฉันยังมาเส้นยังรถบานล้อแต่ไปแต่ของนั้นคือหดเนี่ยอัดบานดอละอะไรยังน้อยจะยังจังบ้านคือมาไม่ตีหนแล้วยังด่าเตยชีมาไม่ปีหนกันละไอ้บานเวงโยเต็มรองเลยซึ่งยังติดตัวกายปลาบอยังสั้นในลองอัสไปมาดองตัวฉันนี่คือชีฝาบอยังnhư thôi cả cái tầm hốm tới chi mà mày pi hốn là hay cho buộc nạt bọt vá dương do tầm buồn tắt tới ba nấy từ xa ta lợi dụng hết nhưng thôi cả tay dương ở bàn rằn dù tế bờ sân chi rằn pin mà sờ lạc cái đá ai nhưng ở toàn chân màu trồ bùn bùn chất độc chứ như thôi cả cái mà tiết hay tiết tôn nâng ca para ởនេះគឺសិតតែខ្ញុំមានបរិញ្ញាចឹងចំពោះបងប្អូនដែលមានតម្រូវការគឺមិនខកបំណងទេហើយការបរិញ្ញាបត្ររបស់យើងគឺមានជាវីដេអូខ្លះហើយបងប្អូនរៀនផ្ទាល់ខ្លះអញ្ចឹងគឺអាចចាប់បានហើយតើតើនឹងការប្រើតទៅពីខ្ញុំកែហើយយើងយកចូលទៅក្នុង flash របស់យើងឡើងវិញខ្ញុំយកចូលទៅ file ដាក់ថាតែ45អញ្ចឹងទៅចឹងយក flash របស់យើងនេះគឺទៅបញ្ចូលនៅក្នុង controller យើងភាសាទៀតនេះពេលដែលយើងដោតចូលទូទៅវា load កន្លែងនេះទៅជាធម្មតាឡើងក្រហមហើយចឹងយើងយក file នៅ T45 នេះ enter ចឹងយើងអាច start ភាសាទៀតនៅកន្លែងនេះចឹងយើងនៅ0ដដែលទេអ្វីដែលយើងធ្វើគឺ run ភាសាទៀតចឹងទៅចឹងគឺទៅហើយនេះយើងចូលកន្លែងប្រឡងចាស់ចឹងហើយម៉ាស៊ីនកាត់អត់សូវលឺសំឡេងទេហើយល្បឿនរ៉ាំនេះគឺយើងរ៉ាំយឺតទេអត់រ៉ាំលឿនខ្លាំងទេដោយសារតែយើងស៊ីតិចដែរតែហេតុអីបានជាយើងត្រូវឈូសបាតគឺសំខាន់គឺធ្វើឲ្យផ្ទៃបាតហ្នឹងស្មើនេះថាពេលដែលយើងដាក់របស់អីផ្សេងមកទៀតមកគឺយើងឆ្លាក់ទៅអត់ខុសតម្រង់ទេអត់វាអត់វាចអត់អីអញ្ចឹងគឺយើងត្រូវឈូសបាតហើយក្នុងករណីដែលបងប្អូនប្រើយូរទៅបាតនេះវាប៉ោងវាកោងវាអីយើងត្រូវឈូសទៀតគឺយើងដូរក្តារថ្មីដើម្បីឈូសដាក់របស់យើងត្រូវឆ្លាក់មែនតើអញ្ចឹងអានេះគឺជាចំណុចមួយដែល CNC ទាំងអស់គឺត្រូវតែឈូសបាតឈូសបាតដើមអញ្ចឹងទៅបានយើងអាចចាំនេះចូលវាទៅចូលមកវាដែរទៅហើយអញ្ចឹងចង់ដល់កន្លែងខ្ចៅដោយសារតែនេះមិនយើងស៊ីហើយមិនសារទៅហើយអញ្ចឹងយើងចាំមើលថាតើប្រហែលនាទីដែលវាចប់នៅក្នុងនេះគឺមានវាជាកន្លែងរាប់នាទីឲ្យយើងអញ្ចឹងនាទីនេះគឺបានដើរតាំងពី1នាទីឡើងទៅហើយ speed យើងអាចអាប់បានយើងអាចអាប់ឲ្យលឿនជាងនេះបានចូលទៅ select វាសិនឲ្យលឿនជាងនេះចាំនេះគឺជាល្បឿនជាក់ស្ដែងបងប្អូនឲ្យមើលបានជាក់ស្ដែងហើយម៉ាស៊ីននេះជាម៉ាស៊ីន demo ដែលយើងតម្លើងនៅទុកនឹងកន្លែងដើម្បីបងប្អូនចាប់អារម្មណ៍ចង់បានម៉ាស៊ីន mode ហ្នឹងគឺមកមើលឃើញជាក់ស្ដែងហើយតេស្តជាក់ស្ដែងទៅហើយតើតើនឹងការប្រើលុះត្រាតែបងប្អូនទិញលុះត្រាតែបងប្អូនទិញម៉ាស៊ីនទៅយើងក៏រៀនចំពោះបងប្អូនដែលមិនទាន់ទិញទេយើងអាចបរៀនទៅលើការប្រើប្រាស់បានទេអញ្ចឹងបងប្អូនគ្រាន់តែចង់ចេះចង់រៀនគឺយើងអត់ទាន់មានការបើកបរិយាកាសទៅទេអ្វីដែលសំខាន់នេះគឺយើងផ្ដោតទៅលើអ្នកដែលយកទៅប្រើប្រាស់ម៉ាស៊ីនរបស់យើងស្គាល់តែម្ដងអញ្ចឹងគឺជារឿងមួយដែលបងប្អូនអាចចាប់អារម្មណ៍បានហើយតើតើនឹងការរៀនខ្ញុំធ្លាប់បរៀនបងប្អូនដែលថាគាត់ចេះដល់អក្សរទៀតអញ្ចឹងយើងប្រើប្រាស់ការចំណាំយើងគាត់អាចប្រើប្រាស់បានតែជាកុំព្យូទ័រ CNC គឺចំអ្វីដែលយើងធ្វើអាប់ដេតទៅតែនេះគឺឈប់មានតាំងអីតែចូលបងប្អូនជាមួយនឹងក្តារកស៊ូយើងស៊ីទៅនេះ1លីតែនេះស៊ីអស់ច្រើនតែ
វីដេអូនេះចូល5នាទីហើយប៉ុណ្ណឹងយើងនឹងជួបគ្នាពេលលទ្ធផលហើយ